វាពូបងប្អូនចិត្តឆ្ងាយជាទីគោរពរាប់អានកម្មវិធីពេលនេះពេលនោះបានមតិមនុស្សចាស់នៃសមុទ្រជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះបាទល្ងាពេកដូច្នេះខ្ញុំជីកង់3នេះមកហាលថ្ងៃនិយាយបដ ாய் ណាបាទណាអឺយើងមនុស្សចាស់ហ្នឹងគាត់ចង់និយាយអំពីការប្រៀបធៀបវៀតណាមហើយនឹងកម្ពុជាហេទៅប្រៀបធៀបវៀតណាមទៅវិញមិនក៏មិនប្រៀបធៀបថៃព្រោះថៃកំពុងតែវាយថាអត់ទេគាត់ចង់និយាយគាត់ពួកគាត់ដឹងមនុស្សចាស់គាត់ដឹងណាគាត់ស្គាល់គាត់ដឹងមនុស្សចាស់ខ្លះគាត់កម្ពុជាគាត់ដឹងអំពីអឺវៀតណាមអញ្ចឹងគាត់ចង់និយាយពីវៀតណាមហ្នឹងគាត់និយាយឲ្យដឹងថាតើប្រជាជនមានប្រមាណដីទំហំផ្ទៃដីមានប្រមាណអ្នកធ្វើការមន្ត្រីរាជការមានប្រមាណអញ្ចឹងណាក្រសួងមានប្រមាណគាត់ចង់និយាយការប្រៀបធៀបគ្នាគឺថាគេមានប្រជាជនច្រើនដីធំសេដ្ឋកិច្ចខ្លាំងក៏ប៉ុន្តែគេមានក្រសួងគេតិចអឺហើយយើងមានប្រជាជនតិចដីតូចប្រជាជនតិចដែរហើយក្រសួងវាច្រើនវាធំគាត់ជឹងប្រៀបថាក្បាលធំជាងខ្លួនអញ្ចឹងគាត់ចង់ប្រៀបធៀបបងប្អូនដឹងហើយក៏ចង់ផ្ញើសារនេះក្រៃលោរដ្ឋាភិបាលគាត់ដឹងតើត្រូវកែតម្លៃតម្រង់ដូចវៀតណាមគេកែក្រសួងគេច្រើនដែរកែនៅសល់14ក្រសួងទេអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងនិយាយរៀបរាប់តែម្ដងទៅបាទឥឡូវយើងនិយាយពីកម្ពុជាមុនណាបន្តមកបើយើងនិយាយពីភាពនឹងវៀតណាមបើកម្ពុជាយើងមានផ្ទៃដីចំនួន180,1035គីឡូម៉ែត្រក្រឡាណាហើយមានប្រជាជនជាង18លាននាក់ណាបងប្អូនណាហើយមានក្រសួងទាំងអស់ប្រមាណបងប្អូនដឹងទេបើក្រសួងនោះមានអីទាំងអស់វា31ក្រសួងថែមទាំងស្ថាប័នស្ថាប័នហ្នឹងមិនធម្មតាស្ថាប័នដូចក្រសួងធំណាអញ្ចឹងទៅគេដូចក្រសួងអញ្ចឹងមាន10ទៀតចំនួនទាំងអស់សរុបទៅ41ក្រសួងណា31ស្ថាប័ន31ក្រសួង10ស្ថាប័នរួមទៅជា41ហើយមានមន្ត្រីរាជការចំនួនប្រមាណនេះបងប្អូនមានមន្ត្រីរាជការចំនួន232,134នាក់ណាអាហ្នឹងមន្ត្រីរាជការណាហើយមានចំនួនប្រុសប្រមាណភាគរយប្រុសមានចំនួនតែ49%ទេចំនួនស្រីមានចំនួន51%អាហ្នឹងនិយាយពីកម្ពុជារបស់យើងណាឥឡូវយើងប្រៀបធៀបចុះហ្នឹងបងប្អូនណាឥឡូវយើងនិយាយពីវៀតណាមវិញគឺមានណាវៀតណាមគឺមានផ្ទៃដីចំនួន330,991គីឡូម៉ែត្រក្រឡាណាហើយមានប្រជាជនគេប្រមាណណែអាហ្នឹងហើយដែលខ្ញុំនិយាយចិត្តតែខុសណាពីម្សិលមិញណាមាន100លាន2សែនណា100លាន2សែនមិន1លានទេពីម្សិលខ្ញុំនិយាយ1លានអត់ទេមាន100លាន2សែនអ្នកណាក្នុងទិន្នន័យឆ្នាំ2026ហ្នឹងណាហ្នឹងហើយចំណាត់ថ្នាក់ណាប្រទេសដែលមានប្រជាជនច្រើននៅអាស៊ីអាគ្នេយ៍គឺលេខ3ហើយបើពិភពលោកហ្នឹងគឺលេខ14ឯណោះណាប្រជាជនគេច្រើនណាហើយមានប្រមាណមានសញ្ជាតិប្រមាណមានជនជាតិគេណាមាន54ជនជាតិនោះណាបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីនណាហ្នឹងវៀតណាមគឺអញ្ចឹងហើយមានក្រសួងប្រមាណក្រសួងឥឡូវយើងមានដល់41ក្រសួងវៀតណាមមានតែ14ក្រសួងទេគឺណាប្រជាជនជាង100លាន2សែននាក់ហ្នឹងណាមានតែ14ក្រសួងទេហើយមានមន្ត្រីរាជការរបស់គេបម្រើការមាន420,000នាក់នេះបងប្អូនប្រៀបធៀបទៅណាអាហ្នឹងខ្ញុំមិនបាច់និយាយវែងឆ្ងាយទេបងប្អូនអាចប្រៀបធៀបបានហើយព្រោះលោកតាលោកយាយមនុស្សចាស់ញ៉ៃសមុទ្រគាត់ចង់ប្រៀបធៀបអញ្ចឹងទេគាត់មិនមែនចង់ផ្ចាញ់ផ្ចាឬក៏ចង់និយាយអីទេវែងឆ្ងាយគាត់ចង់តែប្រៀបធៀបតែយើងក្បាលធំប្រទេសកម្ពុជាយើងក្បាលធំ
ក្បាលធំជាងខ្លួនច្រើនណាខ្លួនតូចក្បាលធំមានន័យថាអ្នកដែលបម្រើការងារវាច្រើនក្រសួងវាច្រើនក្បាលធំហ្នឹងណាបងប្អូនណាហើយមួយទៀតឥឡូវចូលដល់មួយទៀតចំណុចមួយទៀតគឺថាចុះថៃហើយនិងកម្ពុជាទៅច្បាំងគ្នាហ្នឹងណាយើងនិយាយពីច្បាំងគ្នាម្ដងហើយច្បាំងគ្នាប៉ុណ្ណឹងចូលលុកលុយខ្មែរយកដីខ្មែរមកប៉តឡាលុះយកដាក់ container អីទាំងអស់ឥឡូវហ្នឹងច្រើនកន្លែងណា76កន្លែងហើយពីមុនទៅប្រមាណកន្លែងលោកឡើង76កន្លែងចង់100កន្លែងបាត់ហើយហ្នឹងវាយកតាមចិត្តណាដូច្នេះថៃវាខូចវាអាក្រក់ណាស់វាមិនបាច់មកច្បាំងគ្នាទេគាត់នឹងយកបាឡាលូមកដាក់ container ដាក់វាអាចយកដីខ្មែរម្ដងណាឥឡូវមកកន្លែងមួយកន្លែងលោកឡើងចង់100កន្លែងបាត់ហើយហ្នឹងអត់ហើយហេតុអីយកប៉ុណ្ណឹងហើយយើងនៅស្ងៀមស្ងាត់តែមិនស្ងៀមយើងនៅតែចរចាព្រោះថៃគេបិទច្រកហើយចរចាគេមិនចង់ចរចាតែចរចាគេតែចរចាគេមានដែលយើងមានព្រៀបហ្នឹងគេចរចាទៅស្អីគេយកដីយើងបានហើយហ្នឹងអញ្ចឹងគេអត់ចរចាទេណាគេបិទច្រកចរចាគេមិនទេប៉ុន្តែយើងចិត្តទៅវល់គេហើយគេបញ្ចូលម្ដងលុកលុយយកមកកន្លែងយើងកំណត់តាទូហ្នឹងវាត្រឹមត្រូវហើយណាសេចក្តីជូនដំណឹងបើយើងធ្វើអញ្ចឹងជាផោះតាងមួយដើម្បីទុកឲ្យក្រោយទេប៉ុន្តែគាត់ថាវាច្រើនដងរាប់ជិត800ដងជាងហើយគាត់សេចក្តីជូនដំណឹងទៅឲ្យគេហ្នឹងមិនຕົកចិត្តណាដាច់ខាតអីចឹងទៅក៏ថាពាក្យខ្មែរគេថាអាទីក៏បោះឆ្កែអាព្រុសទៅប៉ុន្តែมันប្រៀបធៀបថាខ្មែរឆ្កែទេប៉ុន្តែពាក្យចាស់ថាតែបោះឆ្កែចេះព្រុសណាទៅគោលដៅរបស់គេហ្នឹងអញ្ចឹងណាបាទហើយអាហ្នឹងមួយយ៉ាងដូចចឹងបងប្អូនឃើញហើយយើងនិយាយអត់បានទេនិយាយប៉ះពាល់តែហ៊ាននិយាយនៅប្រទេសក្រៅនិយាយបានខ្លះបើថានៅកម្ពុជាតែនិយាយគឺទៅចប់គុកហើយអាហ្នឹងណាហ្នឹងរឿងដែលថៃនិងខ្មែរហ្នឹងហើយមួយទៀតហេតុអ្វីគេមិនថ្កោលទោសគេអត់ថ្កោលទោសទេទោះបីតែបើធ្វើវាយក្ដុងក្ដាំងមកយកដីខ្មែរមកទម្លាក់អា F16 ហ្នឹងក៏បាច់ចកោមជីកលនឋានចូលដីខ្មែរយ៉ាងណាក៏អត់មានប្រទេសណាគេថ្កោលទោសឲ្យតតសោះហ្មងថ្កោលទោសថៃថាថៃនឹងរំលោភឈ្លានពានគេអត់ទេគេអត់តោះមូលហេតុអីបាទបងប្អូនដឹងមូលហេតុអីខុសគ្នាជាមួយនឹងដូចអ៊ីស្រាអែលជាមួយនឹងប៉ាឡេស្ទីនណាគឺនៅគេកោលទោសគឺកោលទោសអ៊ីស្រាអែលណាមកឈ្លានពានទឹកដីប៉ាឡេស្ទីនយ៉ាងណាគេនាំគ្នាកោលទោសអន្តរជាតិទាំងប្រទេសផ្សេងហើយដូចជារុស្ស៊ីនិងអ៊ុយក្រែនរុស្ស៊ីមហាអំណាចធំមកឈ្លានពានដីអ៊ុយក្រែនមានគេកោលទោសរហូតដល់វ្លាឌីមពូទីនហ្នឹងមេដឹកនាំរបស់រុស្ស៊ីហ្នឹងគេនឹងដាក់ដេញពិរុទ្ធដើម្បីធ្វើទោសចាប់ណាបើស្នើទៅប្រទេសណាគេត្រូវឲ្យទៅចាប់ទៅទៀតណាអាហ្នឹងអញ្ចឹងហើយដូចជាអាមេរិកកាំងអញ្ចឹងដែរអាមេរិកកាំងទៅទម្លាក់ក្របទៅលើអ៊ឺរ៉ង់សមាគមមិនស្គាល់ទោសទោះបីដេញអ៊ីរ៉ង់អាមេរិកកាំងហ្នឹងជាមហាអំណាចមែនទៅដល់ស្គាល់ទោសថាទៅបំពេញអីចឹងដែរណាហើយចុះចំណែកខ្មែរយើងគឺអត់ទេ nothing អត់តល់តែសោះរមងណាអត់តល់តែសោះរមងមិនដឹងថាមូលហេតុអីទេមូលហេតុនេះបើតាមចាស់គាត់និយាយគាត់ថាអញ្ចេះមូលហេតុដែលគេមិនស្គាល់ទោសអរិញថៃហ្នឹងណាដោយសារយើងនឹងគ្មានលទ្ធិជាបតៃហើយយើងពីអរិញព័ត៌មានអត់គ្រប់ជ្រុងជ្រោយហើយអត់មាននេះគឺបំបត្តិព័ត៌មានចោលអស់លីងតាំងពីព័ត៌មាននៅកណ្ដាលព័ត៌មានអាចទទួលយកបានអព្យាក្រឹតអីចឹងដូចអាស៊ីសេរី VOA តាំងពីស្អីអាណាណាច្រើនណា VOD បាទអញ្ចឹងទៅខមមុនយកដល់លីអញ្ចឹងទៅសិតតែព័ត៌មានដែលគេទទួលស្គាល់ពិភពលោកយើងបិទគេអស់លីងបិទសិតអស់លីងកំចាត់គេចោលលីងដល់មានការយើងមានតែ MMO ហ្នឹងពួក MMO ហ្នឹងពួករលុយហ្នឹងចេះនិយាយធ្វើភ្លៀងធ្វើផ្គរទៅណាគេស្រាប់យើងគេស្រាប់យើងទេព្រោះតើឋានៈជាអន្តរជាតិគេទទួលស្គាល់ដោយអាស៊ីសេរី VOA នោះជាស្ថាប័នរបស់អាមេរិកកាំងនោះអាហ្នឹងបានគេទទួលស្គាល់គេជឿហើយបើយើងគ្រាន់តែនិយាយពួក MMO ពួកអីលេលក់អីហ្នឹងបោដើផ្សព្វផ្សាយគេអត់ជឿទេអាតហ្នឹងហើយម្យ៉ាងទៀតវិញយើងបាត់សិតអស់លីងចាប់អដេញអ្នកដែលស្នាជាតិដែលពួកអដិគណៈបពប្រឆាំងណានិយាយពីរឿងការពិតហ្នឹងអត់បានទេតនិយាយការពារណា
ចឹងទៅវាលទ្ធិប្រជាធិបតេយ្យរួមតូចចង្អៀតមែនទែនត្រង់ហ្នឹងហើយដែលគេមិនទទួលស្គាល់យើងគេមិននិយាយបញ្ចេញមតិថាខ្មែរហ្នឹងត្រូវរងគ្រោះដោយឈ្លានពានពីថៃគេអត់និយាយបើតាមពិតណាត្រូវតែនិយាយហើយយើងក៏មិនសប្បាយចិត្តដែរដែលគេមិននិយាយអញ្ចឹងគឺយ៉ាងណាក៏យើងត្រូវនិយាយថាឲ្យពិភពលោកដឹងថាយើងនិយាយតែខ្លួនយើងគេអត់ស្ដាប់ទេតើមានអ្នកសង្កេតការតាមទៅស្បួលសង្កេតការដូចជាព័ត៌មានដូចខ្ញុំបាននិយាយជូនអញ្ចឹងអាត្រង់ហ្នឹងតែយើងឆក់ល្វែងអាល្អដេញចេញយកអាក្រក់មកនៅដូចជាព័ត៌មានហ្នឹងមានរងហើយព័ត៌មានហ្នឹងមានព័ត៌មាននៅក្នុងស្រុកហ្នឹងព័ត៌មានហ្នឹងរញ៉ៃផឹកស៊ីស្រីអ៊ូបនូហ្នឹងណាលក់លេលក់អីហ្នឹងមកនិយាយព័ត៌មានតាមពួក MMO ហ្នឹងMMO ហ្នឹង make money online ហ្នឹងពួកហ្នឹងគេរកលុយហ្នឹងអញ្ចឹងมันអាចគេទទួលស្គាល់យើងបានទេអាត្រង់ហ្នឹងយើងមានកំហុសធ្ងន់ធ្ងរណាស់ហើយមួយយ៉ាងទៀតយើងមានអា scam online ហ្នឹងណាអា scam ហ្នឹងណាអា scammer ហ្នឹងគេថាខ្មែរយើងកំចាត់ជាមួយអា scam ហ្នឹងអដែងពួកប្រឆាំងនឹងពួកអដែងឆបោកហ្នឹងគឺធ្វើលំឲ្យតែគេមិនជឿទេយើងធ្វើឲ្យគេថងដើម្បីបង្ហាញថាគេយើងធ្វើដែរបានធ្វើមិនចំគោលដៅអេះដែរមិនអេះទេកម្ពុជាអេះហើយបានអេះមិនចំលំោះណាបើអេះចំលំោះអត់អីទេអេះខុសលំោះណាវាស្ទើរតែអ្នកដែលមេម៉ាហ្វយ៉ាមេអនឡាញវាស្ទើរតែខ្សែប៉ាក់ពូអញ្ចឹងទៅនឹងអេះវាខុសលំោះបើសិនណាយើងគិតថាឥឡូវហ្នឹងបើថាអដែងជំងឺហ្នឹងណាមហារីកហ្នឹងកើតលើដៃកាត់ដៃចោលជើងកាត់ជើងចោលហ្នឹងបានគេជឿហើយបើយើងអត់ទេណាយើងcònអេះទោះឲ្យគេខាងអញអេះលំោះដែរអេះលំោះដែរប៉ុន្តែលំោះនៅលំោះដែរហ្នឹងអញ្ចឹងកើតមហារីកមហារីកយូរទៅណាมันទីត្រឹមដៃជើងខ្លួនទេរហូតដល់គូក្បាលងាប់បដ ாய் អាហ្នឹងវាអញ្ចឹងហើយគេមិនជឿទេណាគេជឿទេអាហ្នឹងហើយដែលយើងធ្វើឲ្យគេមិនទុកចិត្តរហូតដល់គេយើងធ្វើគេប្រាប់ថាឲ្យធ្វើគេឲ្យធ្វើយើងក៏ហ្នឹងខ្ញុំធ្វើដែរធ្វើហើយរហូតដល់គេណាផ្ដាច់តាំងពី EBA តាំងពីអដែង GSP ក៏ដែរធ្វើឲ្យកម្មករហ្នឹងគ្នាពិបាករកការងារធ្វើហើយអ្នកដែលរស់ស៊ីហ្នឹងក៏ពិបាកដោយសារយើងអត់គោរពទៅតាមគេណាងាកខ្លាំងពេកទៅចិនអាមេរិកកាំងជាឲ្យជាមួយគេទៅគេមិនមែនទេគេមិនគេពួកនេះគឺពួកអាមេរិកកាំងគេអត់ជឿយើងទេទៅធ្វើយើងលុំគាត់ភាសាទូតចឹងឯងល្អតែមកទេប៉ុន្តែគេអត់យកជាផ្លូវការទេអាហ្នឹងដល់យើងងាប់ណានៅអាដែលខ្មែរយើងណាអាហ្នឹងអញ្ចឹងចាំអត់មានអីទេណាអានេះមកតែមនុស្សចាស់នៃសមុទ្រក៏មិនចេញមកតែខ្ញុំក៏ជំរាបជូនដល់បងប្អូននៅតាមហ្នឹងទៅតែវាមានច្រើនទៅទៀតប៉ុន្តែយើងនិយាយមិនហ្នឹងបានណាសូមអធិស្ឋានបៃតោហ្នឹងចប់ត្រឹមហ្នឹងតោះជួបគ្នាពេលក្រោយទៀតអរគុណបានហើយខ្ញុំអរគុណដែរខ្ញុំអរគុណខ្ញុំភ្លេចអរគុណពួកម៉ាក់ខ្ញុំណាត្រាប៉ុនខ្ញុំនិយាយអានេះទូរលេខខុសពីម្សិលមិញហ្នឹងខ្ញុំអត់ដឹងខ្លួនសុំតោអត់ដឹងខ្លួនតោរសោះខុសសោះណាអត់ដឹងថានិយាយខុសមើលទូរលេខមើលនឹងភ្នែកក៏លួងនឹងហើយក៏ប៉ុន្តែដល់និយាយរឿងផ្សេងទៅអត់បានចាប់អារម្មណ៍ទៀតវាតលបង្ហោះទៅបានប្រហែល1ម៉ោង2ម៉ោងដល់ពួកម៉ាក់ខ្ញុំឃើញហ្នឹងគាត់ប្រាប់តែនិយាយគ្រូទូលេខខុសហើយប្រជាជនខ្មែរមាន13លានណែស្រាប់ដល់ពេលដល់ប្រជាជនយួនមាន1លានអ្នកជាងអញ្ចឹងនិយាយវាខុសមេចង្ដីហ្នឹងអត់បានមានចាប់អារម្មណ៍ទេបាទ100លាន2សែនវាទៅថា1លាន2សែន100លាន2សែនអញ្ចឹងថាយើងនិយាយខុសទៅមកជាស្រ័យពេកទៅហើយក៏អរគុណដែរខ្ញុំសប្បាយចិត្តណាស់ដែលមានបងប្អូនពួកម៉ាក់អ្នកដែលមិត្តភ័ក្តិនៅតាមបណ្ដាញហ្នឹងជួយកែតម្លៃតម្រង់ប៉ុន្តែហាមផ្ដាច់ខាតណាកុំឲ្យអ្នកណាក៏ដោយបើសញ្ជេអាមឹងណាខ្ញុំសុំសិទ្ធប្លុកទៅពោះចាស់គាត់និយាយថាកុំអត់តបតឲ្យតែនិយាយអាមឹងអាហ្នឹងប្លុកចោលមាន2នាក់ដែរម្នាក់នេះនិយាយខ្លាំងពេកខ្ញុំក៏បានតបតទីខ្លះទៅក៏និយាយទៅដល់កញ្ចាស់ហើយឆ្លួតទៅមាត់ពុលទឹកមាត់ឯណាហើយនិយាយមកហ្នឹងជេរម្លាជួយម្លាទៀតអាក្រក់ហ្នឹងគឺសម្ដីនឹងសម្ដីអីទេសម្ដីសប៉ែតតសម្ដីសប៉ែតតតិរិឆានណោមានន័យថាដេរិឆានសម្ដីប្រែតបើសម្ដីគេថាកែលម្អខុសត្រូវឲ្យដែររីខុសទេឆោល្វែងទេនិយាយល្អត្រឹមត្រូវនិយាយទៅគេថាសម្ដីទៅទេវមនុស្សសអាហ្នឹងចាស់ទទួលយកបានព្រោះចាស់ក៏និយាយមានសុជីវធម៌គុណធម៌ណាសិលធម៌ណាក៏អត់មានទៅជេរអាមឹងស្រាប់មើលចោះណាតាមមើលចុះក៏មិនដែលនិយាយជេរអាមឹងលឿនណាទេប៉ុន្តែដល់ពេលមើលដាក់100
បើយើងដឹងថានិយាយនឹងមិនត្រូវយើងកុំស្ដាប់កុំមើលហើយបើមើលស្ដាប់ហើយថានិយាយនឹងហួសហេតុពេកទៅចុះជួយកែតម្រូវតំណងទំនឹមតំណោអញ្ចឹងទៅអាហ្នឹងគឺយើងទទួលយកបានមនុស្សចាស់ស្រួលណាស់ទទួលយកបានបើជេរតែម្លាយជេរតែអាកញ្ចេះកញ្ចាយហ្នឹងអត់ទទួលយកបានទេវានឹងរស់អោជ័យហើយណាអញ្ចឹងសូមអធិស្ឋានទៅទោសខ្ញុំនិយាយនេះនិយាយឲ្យបងប្អូនខ្លះដែលចង់កែពួកក្រុមដែលមនុស្សចាស់ចង់តិចទៀនចោះមកសេរីសបាយហើយចង់សួរអីក៏សួរមកខ្ញុំឆ្លើយជូនខុសត្រូវអីចាំពិចារណាគ្នាទៀតណាសួរហើយកែហើយខ្ញុំក៏ទទួលយកទាំងអស់ណាសូមអធិស្ឋានណាសប្បាយចិត្តនឹងទទួលនឹងអរគុណជួបនៅពេលក្រោយទៀតអរគុណបាទ